នៅថ្ងៃទី26ខែតុលាឆ្នាំ2025នេះគឺជាការបើកនៅទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាទៅលើខាងវិស័យយោធាគឺសហរដ្ឋអាមេរិកនឹងធ្វើសម្ពយុទ្ធយោធាឡើងវិញជាមួយនឹងប្រទេសកម្ពុជាគឺអង្គរ Sentinel ដែលបានផ្អាកតាំងពីឆ្នាំ2017មកដោយសារតែពេលនោះកម្ពុជាមិនបានផ្ដល់ហេតុផលអីច្បាស់លាស់ទេគឺក្រៅពីថាជាប់រវល់រៀបចំការបោះឆ្នោតឥឡូវនេះគឺនឹងចាប់ផ្ដើមឡើងវិញហើយណាបើនេះបើយោងតាមការប្រកាសរបស់សេដ្ឋវិមានតែម្ដងនៅថ្ងៃទី26ខែតុលានេះប៉ុន្តែពេលវេលាជាក់លាក់គឺមិនទាន់ដឹងថាទៅធ្វើយ៉ាងណាធ្វើនៅពេលណានោះទេបាទអញ្ចឹងគឺបើយោងតាមការចេញផ្សាយហ្នឹងគឺឲ្យដឹងថាសហរដ្ឋអាមេរិកដោយឈរលើថាកម្ពុជាបាទកម្ពុជាគឺខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យមានសកម្មភាពក្នុងការដែលតាមរកសន្តិភាពហើយនឹងស្ថិរភាពនៅក្នុងតំបន់គឺសហរដ្ឋអាមេរិកសម្រាប់លុបចោលការហាមឃាត់ការលក់អាវុធមកកម្ពុជាបាទហើយគឺបង្កើនឲ្យមន្ត្រីរបស់កម្ពុជានឹងបានសិក្សានៅមហាវិទ្យាល័យយោធារបស់សហរដ្ឋអាមេរិកដូចជា West Point Air Force Academy និងមហាវិទ្យាល័យផ្សេងៗទៀតដូចជារឿងនៅខាងជើងទឹកជើងអីជាដើមមានការសិក្សាខាងជើងទឹកហ្នឹងបាទហើយទន្ទឹមនឹងនោះដែរគឺកម្ពុជាក៏បានព្រមព្រៀងសហការគ្នាជាមួយនឹងសហរដ្ឋអាមេរិកគឺប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាដើម្បីធ្វើយ៉ាងណាតាមបង្ក្រាបអំពើអក្រិតកម្មឆ្លងដែនដែលរួមទាំងមានការជួញដូរគ្រឿងញៀននិងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតបាទដែលសហរដ្ឋអាមេរិកចាត់ទុកថាបានលួចប្រាក់របស់ពលរដ្ឋសហរដ្ឋអាមេរិកហ្នឹងជារៀងរាល់ឆ្នាំប្រហែលជាខ្ទង់$10,000 លានបាទនេះគឺជាការដែលខាងសហរដ្ឋអាមេរិកបានលើកឡើងណាបាទហើយនេះគឺការវិវត្តមួយដ៏សំខាន់នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរនេះហើយបន្ថែមទៅលើនោះទៀតគឺបើយោងតាមការប្រកាសរបស់លោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់កម្ពុជាគឺលោកបានឲ្យដឹងថាលោកក៏បានជួបជាមួយនឹងលោកស្រី Alison Hooker ដែលជាអនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយនៃក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី47និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីបាទលោកប្រាក់សុខុនលោកបានថ្លែងអំណរគុណចំពោះការបដិញ្ញាចិត្តនិងការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការជួយដោះស្រាយជម្លោះរវាងកម្ពុជានិងថៃហើយបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរដោយហេតុថាលោកប្រាក់សុខុនលោកបានចាត់ទុកថាសន្តិភាពគឺជាទ្រព្យដែលមានតម្លៃបំផុតនិងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យបាទហើយនៅឆ្នាំ2025នេះក៏ជាខួបលើកទី75នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសហរដ្ឋអាមេរិកក្នុងគណៈពេលដែលកម្ពុជាដើរតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្តិនិកអាស៊ាននិងសហរដ្ឋអាមេរិកជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពដែលទទួលបានគឺលោកប្រាក់សុខុនបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងនិងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៃទំនាក់ទំនងដៃគូរវាងប្រទេសទាំងពីរបាទនេះគឺជាសេចក្តីរាយការណ៍ទី1ដែលខ្ញុំសូមជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងគឺជារឿងមួយដែលការប្រើយុទ្ធសាស្ត្រការទូតនេះបានផ្ដល់លទ្ធផលទៅដល់ប្រទេសកម្ពុជាខ្ញុំថាចង់ជម្រាបជូនប្រិយមិត្តយល់បើឥឡូវសូមជម្រាបរឿងក្រៅឆាកមួយទៅអញ្ចឹងបាទពីក្រោយទៅចុះបាទបើទោះបីជាក្រោមការដឹកនាំរបស់លោកហ៊ុនម៉ាណែតគឺឥឡូវនេះយើងបានសម្រេចធ្វើសម្ពយុទ្ធយោធាជាមួយនឹងកម្ពុជាវិញយើងខ្ញុំចង់និយាយតាមអាមេរិកណាព្រោះខ្ញុំនៅអាមេរិកខ្ញុំនិយាយពីខាងអាមេរិកគឺក៏ប៉ុន្តែបើតាមព័ត៌មានដែលខ្ញុំដឹងមិនមែនរឿងនេះទើបតែចាប់ផ្ដើមនៃការចរចាសន្ទនាគ្នាក្នុងរយៈពេលថ្មីៗនេះទេបាទអញ្ចឹងខ្ញុំសម្រាប់ខ្ញុំដែលដឹងរឿងនេះប្រភពដែលខ្ញុំទទួលបានមកដោយគួរឲ្យទុកចិត្តណាខ្ញុំក៏ជូន credit ទៅលោកឪពុករបស់គាត់ដែរបាទគឺដំណើរការចរចាគ្នានិយាយគ្នានេះចាប់ផ្ដើមតាំងពីក្រោមការដឹកនាំរបស់លោកហ៊ុនសែនដែលជានាយករដ្ឋមន្ត្រីម្ល៉េះនេះជាព័ត៌មានពិតដែលខ្ញុំបានដឹងប៉ុន្តែខ្ញុំមិនដែលផ្សាយពីពេលមុនមកទេបាទខ្ញុំរងចាំពេលណាដែលចេញកិច្ចការនេះបាទខ្ញុំដឹងថាអ្នកណាខ្លះដែលស័ក្តិសមនឹងទទួល credit នៅក្នុងការ
ធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជានេះបានល្អប្រសើរទោះបីជាសម័យខ្លួនគាត់ថាមិនចង់ចេញអានឹងរឿងរបស់គាត់ប៉ុន្តែខ្ញុំនៅខាងក្រៅនេះខ្ញុំដឹងរឿងប៉ុណ្ណាខ្ញុំចែករំលែកប្រិមិត្តក្នុងនាមមិនមែនជាអ្នកសារព័ត៌មានទេគឺជាអ្នកដែលធម្មតាដែលនិយាយតាម YouTube Facebook អីទេអញ្ចឹងដូច្នេះបាទសម្រាប់ខ្ញុំហើយខ្ញុំចែករំលែកជាមួយនឹងប្រិមិត្តទាំងអស់គ្នាបាទនេះគឺជាការខិតខំប្រឹងប្រែងជាយូរមកហើយដែរណាបាទដែលធ្វើឲ្យទំនាក់ទំនងនេះបានល្អប្រសើរឡើងវិញហើយមានដំណាក់កាលដែលឆ្លងកាត់ច្រើនហើយឥឡូវនេះប្រិមិត្តឃើញលទ្ធផលដោយខ្លួនឯងបាទនេះគឺខ្ញុំសូមជូនប៉ុណ្ណឹងបាទជូនប៉ុណ្ណឹងបាទហើយព័ត៌មានទី2បាទព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍របស់ខាងម៉ាឡេស៊ីមកវិញទេម៉ាឡេស៊ីមកវិញទេគឺខ្ញុំសូមដកស្រង់ពីសារព័ត៌មានរបស់ម៉ាឡេស៊ីនេះគឺគាត់ប្រើពាក្យ Intel News បាទមានន័យថាព័ត៌មានប្រភេទចារកម្មបាទគាត់ធ្វើព័ត៌មាននេះគឺឲ្យបានដឹងជាសារព័ត៌មានក៏ជាឈ្មោះសារព័ត៌មានមកគាត់ទេបាទយកឈ្មោះឲ្យសង្ហាឲ្យលយណាបាទគឺបើយោងតាមសារព័ត៌មាននេះគឺគាត់ដឹងថាលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានអនុម័តយកពន្ធភាគរយ 0% ទៅលើទំនិញមួយចំនួនពីម៉ាឡេស៊ីកម្ពុជានិងថៃដែលជាចំណាត់ការមួយបាទធ្វើឲ្យប្រសើរឡើងវិញជាផ្លូវការដែលបានប្រកាសនៅក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់អាស៊ាននៅក្នុងទីក្រុងកូឡាឡំពួរបាទនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Detic Finance បាទរាយការណ៍ឲ្យសារព័ត៌មាន Intelligence ហ្នឹងគាត់យកមករាយការណ៍ជូនហើយបណ្ដាប្រទេសទាំង3មកតាមសេចក្តីរាយការណ៍គាត់ថាបណ្ដាប្រទេសទាំង3នៅអាស៊ីអាគ្នេយ៍នេះគឺបាទពីមុនមកគឺប្រឈមនឹងពន្ធគយរហូតដល់ 19% បាទហើយក្រោមការរៀបចំថ្មីនេះគឺផលិតផលមួយចំនួននឹងទទួលបានពន្ធ 0% ក្នុងការនាំចូលទៅទីផ្សារសហរដ្ឋអាមេរិកបាទរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ី Tengku Zafrud Aziz លោកអាស៊ីបាននិយាយថាការលើកលែងពន្ធគយនេះគឺនឹងគ្របដណ្ដប់ទៅលើទំនិញមួយចំនួនដូចជាសម្ភារៈដែលបម្រើខាងយន្តហោះខាងអវកាសហើយនឹងផលិតផលថ្នាំពេទ្យផលិតផលពេទ្យណាផលិតផលពេទ្យក៏ដូចជាទំនិញគ្រឿងឧបភោគបរិភោគប្រើប្រាស់មួយចំនួនជាច្រើនដូចជានេះគាត់និយាយពីខាងម៉ាឡេណាគឺផមអយប្រេងដូងកាកាវហើយនឹងជ័រកៅស៊ូជាដើមហើយនៅក្នុងប្រទេសកម្ពុជាមានលីសច្រើនណាស់ខ្ញុំមើលទៅមិនមែនតែប៉ុណ្ណឹងគឺច្រើនមែនតើខ្ញុំមើលបញ្ជីនេះខ្ញុំមើលមិនយល់អស់ទេមានទាំងផលិតផលកសិកម្មមួយចំនួនទៀតណាបាទនឹងឃើញច្រើននៅក្នុងលីសរបស់កម្ពុជាហ្នឹងអញ្ចឹងការរៀបរាប់នេះដោយសារតែសារព័ត៌មានម៉ាឡេស៊ីក៏រៀបរាប់អញ្ចឹងបើសិនជាសារព័ត៌មាននៅក្នុងកម្ពុជាក៏ប្រហែលជារៀបរាប់ច្រើនយ៉ាងនោះទីមានច្រើនខ្ញុំឃើញច្រើននឹងមើលទៅខ្ញុំមិនអាចយកមកអស់បានកិច្ចព្រមព្រៀងនេះគឺរំពឹងថានេះខាងម៉ាឡេក៏ថាដែររំពឹងថានឹងជួយជំរុញការនាំចេញរបស់ម៉ាឡេស៊ីថែមទៀតនៅក្នុងពេលដែលមានការប្រកួតប្រជែងហើយក៏ធ្វើឲ្យមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកកាន់តែជ្រាលជ្រៅឡើងបាទដោយឡែកប្រទេសឥណ្ឌូនេស៊ីវិញក៏រំពឹងថានឹងទទួលបានផងដែរឥឡូវនេះកំពុងតែចរចាពន្ធគយជាមួយនឹងសហរដ្ឋអាមេរិកសិនបាទអញ្ចឹងឥណ្ឌូនេស៊ីក៏អត់ទាន់បានទេគាត់កំពុងតែចរចាហើយក៏ចង់បាន 0% នឹងលើទំនិញខ្លះដែរតែខ្មែរយើងបានមុនហើយណាបាទគឺឥឡូវនេះគឺម៉ាឡេស៊ីគឺជាទូទៅគឺសំទោសឥណ្ឌូនេស៊ីជាទូទៅគឺនៅ 19% ទេឥឡូវកំពុងសុំឲ្យទំនិញមួយចំនួនណា 0% ដោយកម្ពុជាដែរមកបាទហើយរដ្ឋមន្ត្រីខាងទទួលបន្ទុកកិច្ចការសម្របសម្រួលហ្នឹងគឺលោកហាតាតូហ្នឹងគាត់បានបញ្ជាក់ថាគឺទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរហ្នឹងគឺអាចនឹងចាប់ផ្ដើមឡើងវិញនៃការចរចាបន្ទាប់ពីបានអាក់ខានដោយសារតែការបិទរដ្ឋាភិបាលនៅសហរដ្ឋអាមេរិកបាទហើយខាងមន្ត្រីរបស់ខាងឥណ្ឌូនេស៊ីហ្នឹងក៏បាននិយាយថាការពិភាក្សានេះកំពុងតែដំណើរការទៅមុខបានល្អហើយសង្ឃឹមថានឹងបញ្ចប់នៅក្នុងរយៈពេល2 ឬ 3 សប្តាហ៍ខាងមុខទៀតការពិភាក្សាគ្នានេះគឺវាសំពេលគ្នាជាមួយនឹងការចរចាយ៉ាងតឹងតែងនៅក្នុងពេលនេះហើយនឹងមានកិច្ចការមួយចំនួនដែលនឹងបញ្ចប់លោកបានបន្ថែមថាឥណ្ឌូនេស៊ីគឺក៏មានឱកាសខ្លាំង has a strong chance of securing 0% import duty បាទគាត់ថាមាន strong chance នៅក្នុងការទទួលបាននៅពន្ធគយដែលនាំចូលនឹង 0% ដែរគាត់សង្ឃឹមដែរហើយនឹង
ការតំណែងមួយចំនួនថែមទៀតជាគោលការណ៍បើតាមអត្ថបទនេះថាតំណែងការធ្វើសម្បទានសេដ្ឋកិច្ចជាមួយរបស់សហរដ្ឋអាមេរិកនេះគឺជាការកំណត់នៅជំហានដ៏ធំមួយទៀតនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍ហើយគឺជាការមួយដែលរំពឹងថានឹងជាការលើកទឹកចិត្តឲ្យមានការធ្វើពាណិជ្ជកម្មកាន់តែធំជាងមុនទៀតនៅក្នុងការធ្វើពិពិធកម្មទៅលើគ្រប់វិស័យទាំងអស់បាទនេះជាសេចក្តីរាយការណ៍ហ្នឹងបាទអញ្ចឹងប្រិមិត្តដែលខ្ញុំគិតថាសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាដែលរាយការណ៍ពីខាងពាណិជ្ជកម្មនេះគួរតែទៅមើលពីជ្រុងកម្ពុជាតើទំនិញអីខ្លះខ្ញុំមិនមើលអស់បរិស័ទខ្ញុំមិនមានជំនាញពាណិជ្ជកម្មខ្ញុំមិនហ៊ានសន្និដ្ឋានអញ្ចឹងសារព័ត៌មាននៅក្នុងបញ្ជីហ្នឹងបញ្ជីដែលទំនិញដែលលើកលែងមួយចំនួនហ្នឹងនៅក្នុង White House ក៏មានដាក់ចូលដែរ291ទំព័រខ្ញុំមើលទៅវាច្រើនពេកបាទមើល291ទំព័របាទមានទំនិញច្រើនខ្លះទៅសល់ទៅถึง 7% ទេបាទខ្លះសល់ 7% ដែរតែនៅតិចដែរតាបាទអញ្ចឹងគឺឬក៏លេខ7ហ្នឹងលេខកូដគេមិនខ្ញុំមិនសូវមើលមិនសូវយល់ដែរអញ្ចឹងសារព័ត៌មានមតិខ្ញុំគឺសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាគួរតែមើលអត្ថបទហ្នឹងហើយរីកាលម្អិតបន្ថែមទៀតផងបាទនេះគឺជាការប្រកាសចេញជាផ្លូវការដោយរដ្ឋបាលលោកប្រធានាធិបតី Donald Trump ហើយប្រិមិត្តនៅចាំទេពេលដែលជួបជាមួយនឹងបាទលោកសុនចន្ទថុលជាមួយនឹងទូតសហរដ្ឋអាមេរិកនោះមិនខ្ញុំមិននិយាយថារំពឹងរីករាយរំពឹងអីចឹងបានលើបានហើយចឹងគួរតែរីករាយណាហើយខ្ញុំឃើញមានអ្នកធ្វើ comment មួយចំនួនគាត់និយាយចង់របៀបដូចជាមិនដូចថាគាត់នៅមានទុតិធិនិយមខ្ញុំថាក៏មានកំណត់ចឹងអីបាទមើលតែឥណ្ឌូនេស៊ីក្នុងមិនទាន់នឹងបានគាត់ខំអកថាសង្ឃឹមបានកំពុងចរចាឲ្យយើងបានហើយទោះបីជា2មុខ3មុខក៏ដោយវាជា symbol នៃទំនាក់ទំនងនៃការដែលយោគយល់គ្នាហ្នឹងក៏វាជារឿងមួយល្អដែរប៉ុន្តែសំខាន់ថាតើតំណែងណាខ្លះកម្ពុជាផលិតបាននេះខ្លះហ្នឹងយើងត្រូវមើលតែហ្នឹងដែរណាខ្ញុំមិនអាចដឹងអត់ទេអញ្ចឹងដោយដែលខ្ញុំបាននិយាយកាលពីម្សិលមិញម្សិលថ្ងៃបាទអញ្ចឹងឥឡូវនេះចេញលទ្ធផលហើយណាប្រិយមិត្តទាំងអស់គ្នាបាទអញ្ចឹងខ្ញុំគ្មានអ្វីក្រៅពីពាក្យថាសប្បាយរីករាយនេះទេបាទដែលឃើញអញ្ចឹងនោះបាទអញ្ចឹងនេះគឺជាព័ត៌មានទី2ហើយម៉ាឡេស៊ីហ្នឹងឃើញគាត់ថែមទាំងគាត់សរសេរឡើងសប្បាយចិត្តរបស់គាត់ទៀតផងបាទឥឡូវនេះព័ត៌មានទី3ណាព័ត៌មានទី3នេះគឺខ្ញុំដកសងពីខាងក្រសួងការពារជាតិរបស់កម្ពុជាក៏ដូចជាសារព័ត៌មាន The Nation របស់ថៃដើម្បីឲ្យដឹងទាំងសងខាងបាទដំបូងនេះសូមជូនពីខាងកម្ពុជាមុនចុះគឺបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរបស់កម្ពុជាគឺលោកស្រីម៉ាលីសុជាតាដែលជាឧត្តមសេនីយ៍ឯកលោកស្រីបាននិយាយឲ្យដឹងថានៅថ្ងៃទី27ខែតុលាថ្ងៃហ្នឹងបាទគឺនៅវេលាម៉ោង11ព្រឹកនេះគឺក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិនៃប្រជាណាចក្រកម្ពុជាបានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានឥឡូវពួកគាត់ហ្នឹងគេហៅថាអាស៊ានណាអ្នកសង្កេតការណ៍អាស៊ាន AOT ហើយបាទអ្នកសង្កេតការណ៍អាស៊ានហើយដើម្បីត្រួតពិនិត្យសព្វាវុធបាទរថពីដែកដែលបានត្រឡប់មកបន្ទាយដែលស្ថិតនៅក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាបវិញបន្ទាប់ពីបានចាក់ចែងពីតំបន់ចំនួនព្រំដែនកម្ពុជាថៃនៅចំណុចភូមិធម្មជាតិឃុំស្រែមស្រុកចំខ្សានខេត្តព្រះវិហារកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025វេលាម៉ោង9យប់មិញនេះក្រោយភាគីកម្ពុជានិងថៃបានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍និងអាវុធធនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី1សម្រាប់ជានិមិត្តរូបនៃការបដិញ្ញាចិត្តក្នុងការអនុវត្តនៅសេចក្តីថ្លែងការណ៍រួមរបស់ទីក្រុងកូឡាឡាំពួរបាទលោកស្រីអ្នកនាំពាក្យបានបន្ថែមទៀតថាសកម្មភាពខាងលើគឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុឆន្ទៈនិងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជាក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរស្តីពីសន្តិភាពរវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ម្សិលមិញនេះរវាងបានមេដឹកនាំកម្ពុជាហើយនិងនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃបាទហើយដែលមានលោកអាន់វ៉ាលោក Trump ធ្វើជាសាក្សីផងដែរបាទលោកស្រីបានបន្ថែមថាជាមួយគ្នានេះកម្ពុជាសង្ឃឹមយ៉ាងមុតមមថាការបោះជំហានដ៏វិជ្ជមានមួយនេះនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់សន្តិភាពស្ថិរភាពនិងការវិលត្រឡប់ទៅរក
เพราะก็ได้เพียบหลังវិញក្នុងពេលដែលឆាប់ខាងមុខនេះបើអញ្ចឹងខ្ញុំបានយកបោះពីខាងក្រសួងការពារជាតិរបស់កម្ពុជាមកបង្ហោះដែរពីរូបនឹងចឹងឥឡូវសូមចាក់រូបនឹងឲ្យប្រិយមិត្តណាដែលមិនបានទៅមើលនៅ Facebook បានមើលផងពីព្រោះអ្នកខ្លះអត់មានប្រើ Facebook ទេមើលតែ YouTube ទេណាបាទអញ្ចឹងសូមចាក់ឲ្យមើលបាទនេះគឺជាសកម្មភាពដកទាំងយប់តែម្ដងណាបាទគឺបានតែកម្ពុជាសញ្ញេពេលព្រឹកល្ងាចឡើងរៀបចំដកតែម្ដងដើម្បីបង្ហាញពីសុឆន្ទៈរបស់កម្ពុជានៅក្នុងការចង់បានសន្តិភាពពិតប្រាកដមែនបាទហើយសូមបន្តទៅសេចក្តីរាយការណ៍របស់សារព័ត៌មាន The Nation បាទមិនទាំងអស់ទេគឺខាង Nation ក៏បាននិយាយដែរថាថៃគាត់កំពុងតែនេះគឺជាចំណងជើងរបស់ខាង Nation គាត់ដាក់រូបអញ្ចេះបាទគាត់ដាក់រូបអញ្ចេះគាត់ថាគាត់ចាំមើលថាតើកម្ពុជានឹងដកយ៉ាងម៉េចដែរអញ្ចឹងគឺធ្វើយ៉ាងណាដើម្បីឲ្យស្របតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរហ្នឹងបាទដែលបានចុះហត្ថលេខានៅក្នុងទីក្រុងកូឡាឡាំពួរដែលបាទធ្វើជាសាក្សីដោយលោកប្រធានាធិបតី Donald Trump និងនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីបាទដែលជាប្រធានបច្ចុប្បន្ននេះគឺខាងសេចក្តីប្រកាសហ្នឹងគឺបានបញ្ជាក់អំពីលក្ខខណ្ឌចំនួន4គឺដោយដែលបានជម្រាបកន្លងមកគឺដកអាវុធធុនធ្ងន់ដោះមីនបង្ក្រាប scam ហើយនឹងធ្វើយ៉ាងណាមានការគ្រប់គ្រងនៅតំបន់តាមព្រំដែនបាទគឺកិច្ចព្រមព្រៀងនេះគឺបានបង្ហាញអំពីការទំនាក់ទំនងទ្វេភាគីក៏ដូចជាការប្រើយន្តការដែលមានក្នុងការដោះស្រាយបញ្ហាសេសសល់បញ្ហាទំនាស់គឺរួមមានគឺយន្តការ JBC បាទហើយនឹង GBC បាទលោកអនុទានបានធានាទៅដល់សាធារណជនថាសេចក្តីប្រកាសរួមនេះគឺមានមិនមានចំណុចណាដែលនឹងធ្វើឲ្យថៃខាតបង់ផលប្រយោជន៍នេះទេបាទលោកបានបញ្ជាក់នេះលោកអនុទានដែលសារព័ត៌មាន The Nation បានដកស្រង់បានបញ្ជាក់ប្រាប់ជាទូទៅថានេះមិនមែនជាសន្ធិសញ្ញាទេបាទហើយក៏មិនចាំបាច់ត្រូវឲ្យសភាអនុម័តនោះដែរគឺជាការមួយគ្រាន់តែគណៈរដ្ឋមន្ត្រីអនុម័តយល់ព្រមគឺវាអាចធ្វើជាផែនទីបង្ហាញផ្លូវឆ្ពោះទៅរកសន្តិភាពហើយណាលោកអនុទានបាននិយាយអញ្ចឹងណាបាទហើយគាត់បានអះអាងថាមិនទាន់មានការបើកព្រំដែននៅឡើយទេបាទច្រកព្រំដែននៅឡើយទេពីព្រោះអីមានសារព័ត៌មានមួយចំនួនក៏រាយការណ៍ថាប្រហែលជាថៃនឹងបើកច្រកព្រំដែននៅខែក្រោយប៉ុន្តែលោកអនុទានក៏ថាមិនទាន់មានការបើកច្រកព្រំដែននោះទេហើយក៏មិនមានការធ្វើសម្បទានដីធ្លីនោះដែរហើយគាត់បានបញ្ជាក់ថាមិនមានទេការប្រើប្រាស់ផែនទីលើຂະຫນាត1លើ 200,000 គាត់និយាយអញ្ចឹងណាបាទពីព្រោះថៃក៏ទាមទារប្រើលើຂະຫນាត 150,000 ហើយក៏មិនមានការដាក់លក្ខខណ្ឌអ្វីមកលើយើងដែរបាទលោកបានបញ្ជាក់អញ្ចឹងបាទហើយក្នុងសារព័ត៌មាននេះបាននិយាយបន្ថែមទៀតពីរឿងការដែលក្រុមសង្កេតការរបស់អាស៊ានដែលនឹងចូលសង្កេតការបានសង្កេតការនៅខាងភាគីថៃតាមដានមើលសកម្មភាពនេះហើយនៅក្នុងអត្ថបទនេះគាត់និយាយមានលក្ខណៈអវិជ្ជមានបន្តិចទៅលើកម្ពុជាណាខាងសារព័ត៌មានថៃហ្នឹងប៉ុន្តែបាទគាត់រៀបរាប់ពីសមាជិកដែរគាត់ថាគឺក្នុងក្រុមដែល AOT បាទ AOT នៅកម្ពុជាហ្នឹងគឺមានសមាជិកចំនួន45នាក់បាទចំនួន45នាក់ដែលមានភារកិច្ចដើម្បីតាមដានមើលការសង្កេតមើលការអនុវត្តតាមក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នានេះនៅក្នុងប្រទេសថៃបាទអញ្ចឹងគឺក្រុមនេះក្រុមធំណាបាទហើយគឺក៏ប្រទេសថៃក៏មានផែនការនៅក្នុងការធ្វើទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជានៅក្នុងការកំណត់តំបន់ចំនួន3សម្រាប់ឲ្យមានការពិនិត្យមើលផងដែរគឺទី1នៅខាងសរិនបាទអញ្ចឹងឥឡូវនេះខាងថៃក៏រាយការណ៍ដែរថាថៃក៏ដកដែរណាក៏ឲ្យសង្កេតការដែរអញ្ចឹងគឺនិយាយកន្លងមកនិយាយតែកម្ពុជាដកប៉ុន្តែថៃក៏ដកដែរអញ្ចឹងគឺនេះសារព័ត៌មានរបស់ The Nation របស់ថៃបានរាយការណ៍ជូនអញ្ចឹងសម្រាប់ប្រិយមិត្តដែលសួរថាឲ្យតែកម្ពុជាដកទេថាដកហ្នឹងគឺឥឡូវនេះសារព័ត៌មាន The Nation បានរាយការណ៍គឺគាត់មានចំណុច3ណាបាទនៅក្នុងផែនការសកម្មភាពហ្នឹងគឺរបស់ថៃគឺមានចំណុច3ដែលខាងថៃជម្រាបជូនមកខាងភាគីកម្ពុជាកន្លែងទាំង3នេះគឺមាន
ទី1គឺនៅចំណុចខាងខេត្តសុរិនបាទគឺមានអាវុធទៅហ្នឹងហើយទី2គឺនៅខាងនគររាជសីមាបាទគឺមានអាវុធហ្នឹងបាទហើយក៏មានតំបន់នៅខាងលុបបុរីផងដែរបាទគឺដកទៅនគររាជសីមាបាទគឺមានចំណុចរបស់គេនឹងដែរអញ្ចឹងខាងថៃក៏មានដែរហើយអ្វីដែលថៃបានខ្លាចហ្នឹងគឺគាត់ចង់ឲ្យដកសំខាន់គឺអាវុធ BM21 បាទអាវុធ BM21 ហ្នឹងគឺទៅដកចេញពីព្រោះថៃគាត់ញើត BM21 ដែរណា BM21 ហ្នឹងមិនមែនថាទៅមកឡើយទេតាំងពីជំនាន់ខ្មែរភាគីកម្ពុជាប្រយុទ្ធគ្នានោះបាទគឺសមត្ថភាពនៃការបំផ្លាញនឹងខ្លាំងណាស់បាទអាវុធ BM21 បាទហើយនៅក្នុងនេះគឺសារព័ត៌មានរបស់ខាង The Nation គាត់និយាយ negative បន្តិចថាការសម្រេចរបស់ AOT ហ្នឹងគឺបែរជាចេញយឺតជាងថៃក៏ចេញមុនក៏ប៉ុន្តែបើយោងតាមការប្រកាសរបស់ក្រសួងការពារកម្ពុជាហ្នឹងគឺក្រុមនេះគឺ AOT ហ្នឹងគឺកម្ពុជាចេញហើយបាទកម្ពុជាចេញហើយគឺពួកកម្ពុជាសន្យាថាដូចជាកម្ពុជាបាទយឺតយ៉ាវប៉ុន្តែកម្ពុជាបានសន្យាថាធ្វើឲ្យហើយនៅថ្ងៃ26ដែរឥឡូវហ្នឹងគឺតាមការប្រកាសរបស់ខាងអ្នកនាំពាក្យក្រសួងការពារកម្ពុជាគឺបានចេញហើយណាក្នុងការអនុវត្តហ្នឹងអញ្ចឹងដូចតែខ្ញុំបានជម្រាបពីមុនអញ្ចឹង AOT ហ្នឹងគឺក្រុមដដែលហ្នឹងគ្រាន់តែគេបន្ថែមសមាជិកឯងដូចសម័យអ៊ុនតាក់អញ្ចឹងណាសម័យអង្គការសហប្រជាជាតិរៀបចំការបោះឆ្នោតនៅប្រទេសកម្ពុជាក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអញ្ចឹងគឺមុនដំបូងគឺក្រុម UNAMIC មកសម្រាប់មួយណាដែលមិនបានដឹងរឿងហ្នឹងគឺ UNAMIC មកដល់មករយៈប្រហែលខែអញ្ចឹងទៅ UNAMIC ហ្នឹងផ្ទេរភារកិច្ចមកជាអ៊ុនតាក់ United Nations Transitional Authority in Cambodia បាទគឺនៅហ្នឹងទៅធ្វើកិច្ចការហ្នឹងក្រុមនឹងដដែលហ្នឹងគាត់តែគេបន្ថែមសមាជិកមានមេបញ្ជាការមានអីធំជាងហ្នឹងឥឡូវ IOT ហ្នឹងគាត់ធ្វើការប្រហែលខែហើយឥឡូវហ្នឹងគាត់ផ្ទេរប្រែខ្លួនគាត់ទៅជាក្រុម AOT វិញបាទ IOT ទៅ AOT ហ្នឹងគឺក្រុមដដែលហ្នឹងគាត់បន្ថែមសមាជិកឥឡូវដូចដែលបានឲ្យដឹងគឺ35នាក់ឯណោះកាលមុនយើងឃើញតែប្រហែលនាក់ឃើញទេបាទពីខាងម៉ាឡេដូចជាមានតែ2នាក់ទេវៀតណាមម្នាក់អីចឹងមកឥឡូវនេះគឺ35នាក់ដាក់ចូលដើម្បីពិនិត្យមើលកិច្ចការនេះឲ្យបានចប់គ្រប់ទាំងអស់បាទនេះគឺជាដំណើរការមួយល្អផងដែរបាទអញ្ចឹងនេះជាព័ត៌មានទី3បាទតាក់ទងជាមួយនឹងកម្ពុជានិងថៃជាពិសេសគឺការទំនាស់តាមបណ្ដោយព្រំដែននេះ